ជំរាបសួរក៏ដូចជាសួស្តីអ្នកទាំងអស់គ្នាខ្ញុំបាទឈ្មោះសឿន នភេរមថ្ងៃនេះខ្ញុំមានសំណួរខ្លះៗសួរទៅកម្មវិធីរបស់ខ្ញុំដែលពាក់ព័ន្ធទៅនឹងមេរៀនជីវវិទ្យាដែលបរៀនដោយលោកគ្រូឆ្លងវណ្ណៈសំណួរសួរថាតើការងារពិសោធន៍របស់ម៉ុងដែលមានប្រមាណដំណាក់កាលហើយដំណាក់កាលនីមួយៗមានអ្វីខ្លះចង់យើងទៅស្ដាប់ការបកស្រាយរបស់មិត្តភក្តិខ្ញុំទាំងអស់គ្នាជំរាបសួរក៏ដូចជាសួស្តីទាំងអស់គ្នានេះខ្ញុំឈ្មោះសុមីណារៀនថ្នាក់ទី11សេនៅវិទ្យាល័យហ៊ុនសែនបរិបូរណ៍មុននឹងឈានទៅដល់ការបកស្រាយនៅសំណួរទាំងនេះយើងគួរតែទៅស្គាល់នៅចំណងជើងមេរៀនជាមុនសិនជំពូកទី3ដំណរពូជមេរៀនទី1ច្បាប់ដំណរពូជត្រង់ចំណុចទី 1.3 ដែលនិយាយអំពីដំណើរការផ្សេងៗនៃការពិសោធន៍របស់ម៉ុងដែលដូចនេះការងារពិសោធន៍របស់ម៉ុងដែលមាន3ដំណាក់កាលទី1ម៉ុងដែលទុកឲ្យសម្ដេចគាត់ធ្វើស្វ័យបង្កកំណើត2ឬ3ជំនាន់ដើម្បីទទួលបានពូជសុទ្ធនៃលក្ខណៈនីមួយៗដំណាក់កាលទី2ម៉ុងដែលបង្កាត់សម្ដេចគាត់ពូជសុទ្ធ2ដែលខុសគ្នាដោយលក្ខណៈតែម្យ៉ាងបន្ទាប់មកម៉ុងដែលយកគ្រាប់ពូជដែលជាលទ្ធផលនៃការបង្កាត់នេះទៅដាំហើយពិនិត្យលទ្ធផលដែលទទួលបានគាត់ឲ្យឈ្មោះថាអ៊ីព្រីតចំនួនទី1ការទី3ម៉ោងដែលបានយកគ្រាប់ពីចំនួនទី1ទៅដាំធ្វើឲ្យការធ្វើស្វ័យបង្កកំណើតលទ្ធផលដែលទទួលបានគឺចំនួនទី2ការបកស្រាយរបស់ខ្ញុំចាប់តែប៉ុណ្ណេះសូមជម្រាបលានិងអរគុណដល់អ្នកទាំងអស់គ្នា